បាទបងប្អូននេះគឺជាសកម្មភាពរបស់ក្រុមការងាររបស់កបានយើងបន្ទាប់ពីដំឡើងសំណាញ់ការពារសត្វល្អិតភ្លីបាត់រួចរាល់ហើយគឺក្រុមការងាររបស់យើងគឺតែងតែពន្យល់ជូនអតិថិជនពាក់ព័ន្ធជាមួយរបៀបនៅក្នុងការប្រើប្រាស់ហើយនិងរបៀបនៅក្នុងការថែទាំជូនអតិថិជនផងដែរដើម្បីអតិថិជនគឺគាត់យល់ដឹងលម្អិតពាក់ព័ន្ធជាមួយរបៀបនៅក្នុងការប្រើប្រាស់ព្រោះសំណាញ់វាមានប្រភេទរបស់វាមានទាំងប្រភេទដៃ1ប្រភេទដៃ2ប្រភេទចល័តអញ្ចឹងការប្រើប្រាស់របស់វាផ្សេងគ្នាហើយមួយទៀតគឺពន្យល់ជូនអតិថិជនពាក់ព័ន្ធជាមួយរបៀបនៅក្នុងការថែទាំផងដែរបើសិនជាយើងមានផលិតផលល្អយើងតម្លើងត្រូវជាមួយនឹងស្តង់ដែរហើយប៉ុន្តែពាក់ព័ន្ធមួយការប្រើប្រាស់ពាក់ព័ន្ធជាមួយនឹងការថែទាំគឺយើងអត់អនុវត្តទៅតាមស្តង់ដារគឺធ្វើឲ្យគុណភាពនៃផលិតផលហ្នឹងគឺធ្លាក់អាយុកាលប្រើប្រាស់តែម្ដងជាក់ស្ដែងសំណាញ់របស់កវ៉ាន់យើងគឺយើងអាចប្រើបានចន្លោះពី15ឆ្នាំឡើងទៅហើយបន្ទាប់ពីដល់ឡើងរួចរាល់ក៏យើងបានផ្ដល់ឯកសារជូនអតិថិជនពាក់ព័ន្ធជាមួយរបៀបក្នុងការប្រើប្រាស់របៀបក្នុងការថែទាំជូនអតិថិជនបន្ថែមទៀតផងដែរហើយអ្វីដែលពិសេសមួយទៀតគឺខាងកវ៉ាន់យើងមានការធានាជូនពិតប្រាកដជូនអតិថិជនបើសិនជាគាត់ប្រើទៅមានជាបញ្ហាគាត់អាចតាក់ទងមកក្រុមការងាររបស់កវ៉ាន់យើងបានតាមរយៈលេខទូរស័ព្ទនៅ logo ដែលមាននៅលើគ្រោងសុំរលញញក៏បានឬក៏អាចតាក់ទងតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងក៏បានដែរហើយបើសិនជាអតិថិជនគឺគាត់ប្រើរយៈពេលយូរឆ្នាំទៅគាត់ត្រូវការលាងសម្អាតសំណាញ់ក៏យើងមានសេវាកម្មលាងសម្អាតជូនផងដែរហើយបើសិនជាអតិថិជនផ្សេងដែលគាត់បានតម្លើងសំណាញ់នៅលើទីផ្សារហើយគាត់មានជាបញ្ហាសំណាញ់របស់គាត់ខូចក៏យើងទទួលជួសជុលផងដែរហើយបើសិនជាគាត់ត្រូវការលាងសម្អាតក៏យើងទទួលលាងសម្អាតជូនគាត់ផងដែរសំខាន់ឲ្យតែសំណាញ់របស់គាត់គឺអាចលាងសម្អាតបានអញ្ចឹងបើសិនជាពុកម៉ែបងប្អូនអ្នកដែលមានតម្រូវការអាចសាកសួរព័ត៌មានបន្ថែមខាងកវ៉ាន់យើងបានបាទសូមអរគុណ